លោកពូម្នាក់ត្រូវបានទេវតាដេញចុះពីឋានលើវិញឲ្យគាត់ចុះទៅឋាននរកចឹងណាមានណាគ្រាន់តែគាត់ចុះទៅឋាននរកភ្លាមអាផ្កាយភ្លើងនោះធ្លាក់ចុះទៅខាងក្រោមនោះតែម្ដងដើម្បីបិទផ្លូវអត់ឲ្យលោកពូចុះទៅខាងក្នុងឋាននរកទេដោយសារតែពួកគាត់នឹងបានចុះមកដល់ខាងក្នុងឋាននរកគេបានចង់យកតែគាត់អត់ចង់ទៅចឹងណាតែឥឡូវគាត់ពិបាកចិត្តគាត់កំពុងតែវិញខ្សែដើម្បីចូលទៅខាងក្នុងព្រៃភ្នំចឹងណាដល់ពេលវេលាដែលគាត់ត្រូវបានស្លាប់អ្នកនៅឋាននរកត្រូវបានមកទទួលគាត់ចឹងតែគ្រាន់តែមកទទួលគាត់ឲ្យគាត់ព្រមទៅទេគាត់បានដើរចូលមកដល់ខាងក្នុងព្រៃភ្នំតែម្នាក់ឯងទេគាត់ដើរចូលមកក្តៅមេចឹងណាមេវាចាប់ដើមក្តៅចឹងណាគាត់ដើរមកខាងមុំតបបានណាជួបជាមួយនឹងសមោខ្មោចសមោខ្មោចនេះបានចូលមកដល់ខាងក្នុងព្រៃភ្នំដើម្បីនាំព្រលឹងរបស់គាត់យកទៅឋាននរកចឹងណាមានតែភ្ជង់របាញ់គាត់គាត់របាញ់រអីគាត់ហើយក៏បានទាញអាភ្លើងនឹងចូលចឹងចោលមុខតែម្ដងមកហេតុអីចង់មកយកគាត់ទៅឋាននរកចឹងណាគាត់មិនចង់ទៅឋាននរកទេគាត់មិនតន់អស់ជីវិតចឹងគាត់មកឆ្លោះគ្នាជាមួយនឹងអាយមបាលនឹងតែម្ដងយមបាលបានលុតជង្គង់គាត់លុតជង្គង់បានសុំវល់គាត់ថាឲ្យទៅចឹងណាគាត់ព្រមទៅមកយកខ្សែនឹងពួកកតែម្ដងមកពួកកទាញបានខ្លាចជាមាសប្រាក់ចឹងណាគាត់បាននាំអាមាសប្រាក់នឹងយកទៅផ្ទះរបស់គាត់តែម្ដងមកគ្មានខ្វល់ខ្វាយអីច្រើនទេយកអាមាសប្រាក់យកទៅផ្ទះដើម្បីយកទៅចាយតាមធម្មតាមានណាអាយមបាលគាត់ឃើញចឹងចូលទៅក្នុងឋាននរកវិញតែម្ដងមកដល់ជួបសេនាបកេជាច្រើនតែម្ដងមកចូលមកដល់សេនាបកេក៏ពុទ្ធកិច្ចចឹងណាថាគេអាចនាំលោកតានឹងចូលមកឋាននរកបានពួកគេបានចូលខ្លួនដើម្បីចូលទៅនាំលោកតាចូលមកគាត់ក៏ពុទ្ធតែអង្គុយញ៉ាំអាហារសុំតបបានមានអាយមបាលចូលមកដល់ខាងក្នុងផ្ទះរបស់គាត់មកដល់គម្រាមគាត់រហូតសម្រាប់គាត់ចឹងណាគាត់មកដល់គម្រាមមកអីចង់នាំខ្លួនរបស់គាត់យកទៅឋាននរកតែលោកតាគ្មានខ្លាចសំបីតែបន្តិចមកដល់ចាប់សេនាបកេយកចាប់វាយចឹងណាគាត់តែឃើញបែបហ្នឹងនាំខ្លួនបកេចេញទៅខាងក្រៅឆ្កែហ្នឹងក៏ពុទ្ធតែខាំជើងពុទ្ធតែឆាំជើងនាំគេចេញមកដល់ខាងក្រៅមានណាយមបាលដើរទៅតាមលោកតាចេញមកដល់ខាងក្រៅគេហាមឃាត់គេចឹងណាគាត់តែហាមឃាត់ឲ្យគេមើលទៅខាងក្នុងនាំចូលទៅខាងក្នុងរូងភ្នំហ្នឹងចូលទៅខាងក្នុងរូងភ្នំតបប្រហែលវ៉ាជាមួយនឹងអាខ្លាឃ្មុំហ្នឹងគេបានរត់អាខ្លាឃ្មុំហ្នឹងមានអាខ្លាឃ្មុំងើបឡើងប៉ុនណានៅចាប់គេយកមកតែម្ដងចាប់គេបានរើអត់រួចអត់កើតទេរត់ទៅវិញមានរត់ជិះពីរូងភ្នំចូលទៅឋាននរកវិញគ្នាបកគេចេញមកទៀតចេញមកដើម្បីជួបលោកតានឹងទៀតគាត់ជួបលោកតានឹងហើយបានមើលឃើញចឹងណាបាទចង់នាំលោកតាយកទៅដើម្បីបណ្ណាប្រាជ្ញាជាមួយនឹងលោកតាតែមានណាលោកតានឹងអង្គុយធ្វើញ៉ាំនំធ្វើឲ្យធ្វើបង្ងើយបោកអាហ្នឹងខ្ចាយគ្មានខ្សល់ទេពួកគេបានឃើញបាទនឹងបាននាំខ្លួនមកគេចេញទៅខាងក្រៅនឹងទៀតគាត់ឲ្យគេចេញទៅខាងក្រៅទៅជាមួយនឹងលោកតាចឹងចង់ប្រាជ្ញារបបប្រាជ្ញាជាមួយនឹងលោកតាមានលោកតាគាត់ធ្វើឡើងវិញដាក់អានសាយនឹងរត់អានសាយភ័យខ្លាចបានរត់ហ្នឹងណាមានណាឲ្យយកបាល់ដេញចាប់អានសាយនឹងដេញយកថាដេញចាប់អានសាយនឹងគ្មានបានទេបានរកឃើញគឺអានសាយនឹងចូលមកដល់ខាងក្នុងរូងភ្នំមានចាញ់ល្បិចរបស់លោកតារហូតតាមម្ដងមកចូលមកដល់ខាងក្នុងនឹងវិញពួកគេបានឃើញបានឲ្យកូនចៅរបស់គេទៅទៀតកូនចៅរបស់គេមានមៀតឡងប្រព័ន្ធណានៃឡើងមកដល់ជួយជាមួយនឹងលោកតាចឹងណាបានឃើញលោកតាក៏ពុតទៅស៊ីជ្រូកខ្វាយស្អីទៅបង្កើតមានខ្វាយចិត្តខ្វល់ខ្វាយជាមួយពួកគេចឹងបានចង់នាំលោកតាទៅលោកតាឲ្យវេដើម្បីរបបបញ្ញាចឹងណាបានឃើញអាម្រាមដៃរបស់គេធំដៃរបស់គេប៉ុនណានៃលោកតាគិតទៀតថាខឹងណាក៏បានអង្គុយញ៉ាំអាហារកំពុងតែខឹងជាមួយនឹងពួកគេចឹងណាអត់ដែលមានក្តីសុខសប្បាយតែមួយថ្ងៃពួកគេមករំខានរាល់ថ្ងៃតែម្ដងមកហើយគាត់ថាឃើញបាននឹងឲ្យគេចាប់លីសេះចាប់អីប្រាប់គេឲ្យលីសេះឲ្យរួចលីសេះបានតែប្រហែលជុំមកហត់ខ្លាំងពេកមានអង្គុយលៀនដាថ្លល់តែម្ដងមកហត់ខ្លាំងពេកមានដល់ពេលលោកតាវិញគាត់អាស្រ័យប៉ុណ្ណឹងកាមានលោកតាឡើងជីសេះនឹងធ្វើបង្ងើយតែម្ដងមកគ្មានហត់សម្បីតែបន្តិចឯងជន់គេយកលកកពិតចឹងណាមាននេះគេបានឃើញបាត់ហ្នឹងអូយអត់កើតអត់អាចយកឈ្នះលោកតាបានឯខឹងលោកតាចូលមកដល់ក្នុងឋាននរកវិញគ្នារបស់គេក៏ពុតតែគិតទៀតមានណាកូនចៅរបស់គេឡើងទៅខាងលើហ្នឹងទៀតគ្រាន់តែឡើងទៅខាងលើបន្តបើប្រហែលក៏បានឡើងមកឈរពីលើហ្នឹងចឹងណាជួបជាមួយនឹងលោកតាដែរមកដល់គម្រាមលោកតាចង់របបប្រាជ្ញាជាមួយនឹងលោកតាតែគ្មានឈ្នះសម្បីតែបន្តិចលោកតាខឹងប្រពន្ធរបស់គាត់បានចេញមកដល់ខាងក្រៅហ្នឹងទាញអាហ្នឹងមកលេងវាយយកដាក់យកតែម្ដងមកគ្មានខ្លាចគេសម្បីតែបន្តិចណាដំយកប៉ាំងអត់កើតទេរត់សិនហើយអត់អាចយកឈ្នះបានកើតទេអត់ហ៊ានឡើងលើទៀតទេសុំទៅខាងក្រោមហ្នឹងហើយខ្លាចលោកតាហ្នឹងសាហាវខ្លាំងពេកឥឡូវដល់ថ្ងៃដែលលោកតាត្រូវស្លាប់បាត់បង់ជីវិតចង់ឡើងឋានសួគ៌ក៏គេមិនឲ្យឡើងអញ្ចឹងណាគេបានដេញចុះទៅឋាននរកចង់ចុះឋាននរកក៏ឋាននរកមិនទទួលស្គាល់អញ្ចឹងណាអត់ឲ្យគាត់ចុះទៅឋាននរកទៀតមានណាគាត់បាននឹងអង្គុយលើពពកហ្នឹងតាមម្នាក់ឯងចង់តាណាក៏អត់បានចង់តាណាក៏អត់បាន